នេះគឺជាវិធីសាស្ត្រចូលប្រើ account Telegram ថ្មីដែលមិនចាំបាច់បង់លុយអ្នកដែលប្រើ Telegram ថ្មីទាំងអស់គ្នាឥឡូវនេះដឹងស្រាប់ហើយនៅពេលដែលយើងចង់ប្រើនៅលើទូរស័ព្ទដៃថ្មីណាមួយគ្រាន់តែយើងយក account ចាស់ហ្នឹងទៅ log in ក៏អត់បានដែរគឺត្រូវការបង់លុយទិញកញ្ចប់ premium របស់ Telegram អីចឹងណាតែឥឡូវនេះខ្ញុំមានបទពិសោធន៍ថ្មីមួយមកចែកជូនបងប្អូនទាំងអស់គ្នាយើងអាចចូលប្រើ Telegram របស់យើងបានវិញដោយអត់ចាំបាច់បង់លុយទេហើយសម្រាប់បទពិសោធន៍នេះគឺខ្ញុំឆ្លងកាត់ធ្វើតេស្តសាកល្បងដោយខ្លួនឯងតែម្ដងគឺថាបានជោគជ័យហើយខ្ញុំនឹងចែករំលែកវិធីសាស្ត្រទាំងអស់នេះសម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងវីដេអូមួយនេះអូខេអញ្ចឹងដំបូងឡើយខ្ញុំបង្ហាញបងប្អូនជូន3វិធីចា3របៀបដែលបងប្អូនធ្វើបានវិធីទី1នេះគឺបងប្អូនដំបូងឡើយចូលមកកាន់ Safari ក៏បានចូលមកកាន់ Chrome ក៏បានណាហើយមកដល់ឯនេះបងប្អូន search វាយពាក្យថា Telegram ហើយបងប្អូនចុចពាក្យលើគេកន្លែង Telegram web នេះណាចាចុចបើកពាក្យហ្នឹងមកអញ្ចឹង3វិធីនេះសិតតែខ្ញុំធ្វើហើយគឺជោគជ័យទាំងអស់អញ្ចឹងសម្រាប់បងប្អូនខ្ញុំជូន3របៀបនេះឥឡូវបង្ហាញរបៀបទី1សិនអញ្ចឹងកន្លែង country លើនេះបងប្អូនដាក់ Cambodia មកហើយខាងក្រោមដាក់លេខទូរស័ព្ទខ្លួនឯងហើយចុច next វិធីនេះគឺភាគច្រើនជោគជ័យច្រើនណាស់ហើយបន្ទាប់ពី next មកគឺគេនឹងផ្ញើលេខកូដចូលមកលេខទូរស័ព្ទយើងយកលេខកូដហ្នឹងវាយចូលដូចធម្មតាអញ្ចឹងឃើញទេចូលបានហើយនេះអត់មានទៀមទាឲ្យបងលុយទេណាចឹងវិធីទី1ដែលបងប្អូនចូលតាម Chrome ឬក៏ Safari គឺជោគជ័យភាគច្រើន 100% ហ្មង 99% ឯងបងប្អូនធ្វើបានចាអញ្ចឹងអានេះវិធីទី1ចប់ចាហើយបើសិនជាអ្នកដែលធ្វើវិធីទី1អត់បានអូខេឥឡូវមកមើលវិធីទី2វិធីទី2បងប្អូនចូលមកកាន់ setting សម្រាប់ iPhone ណាចាវិធីទី2ចូលមកកាន់ setting បងប្អូនចូលមកកាន់ general ហើយអស់ចុះមកខាងក្រោមយកពាក្យ iPhone storage មកដល់កន្លែងនេះបងប្អូនអស់ចូលខាងក្រោមរក app Telegram ចារក app Telegram មកហើយបន្ទាប់ពីឃើញ app ហើយចុចលើហ្នឹងចុចពាក្យ offload app ចាចុចលើ offload app ហ្នឹងហើយចុច offload app ខាងក្រោមមួយទៀតចាបន្ទាប់ពីអញ្ចឹងហើយរងចាំមួយផ្លែតវានឹង load ពាក្យមួយទៀតមកដាក់ថា reinstall app ចុចលើហ្នឹងមួយមកវាវិលអញ្ចឹងណាចាអញ្ចឹងអានេះជាការ update កម្មវិធីនឹងឡើងវិញហើយទុកឲ្យវិលអញ្ចឹងទៅយើងចេញមកខាងក្រៅឃើញនេះកំពុងវិលឡើងវិញហ្នឹងណាចឹងរងចាំតទៅវាពេញណាតទៅវាពេញបងប្អូនបើកមកភាគច្រើនពេលដែលបងប្អូនអនុវត្តនៅកម្មវិធីទី1មិញហើយចូលលើ Chrome មិញហើយមកកម្មវិធីទី2គឺឡើងទាលុយហ្មងចុចមកគឺគេឲ្យវាយលេខទូរស័ព្ទធម្មតាអញ្ចឹងឃើញទេចាវាយលេខយើងមកហើយយើងចុចទៅ continue ទៅដើម្បីឲ្យគេផ្ញើលេខកូដមកផ្ទៀងផ្ទាត់ចូលលេខយើងដូចពីមុនអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនណាមុននឹងចូលវិធីទី2បងប្អូនធ្វើវិធីទី1សិនទៅ log in នៅលើ Chrome ឬក៏ Safari យើងសិនបានចូលមកទី2នេះទៅមុខរលូនហ្មងអញ្ចឹងបន្ទាប់ពីយើងចុចមិញហើយគឺអត់ទាន់ផ្ញើលេខកូដមកយើងទេគេដាក់ email ញ៉េ add email បងប្អូនវាយ email យើងទៅ Gmail របស់យើងហ្នឹងមួយណាដែលយើងកំពុងប្រើហើយវាយឲ្យត្រូវបញ្ជាក់ជូនដើម្បីឲ្យគេផ្ញើលេខកូដផ្ទៀងផ្ទាត់ចូលមក Gmail យើងបញ្ជាក់ថាយើងជាម្ចាស់ account ហ្នឹងរងចាំមួយផ្លែតនេះគេដាក់ថាគេនឹងផ្ញើលេខកូដទៅ Gmail យើងឥឡូវយើងទៅបើក Gmail ឃើញលេខកូដ Telegram ផ្ញើមកណាចាហើយចាំទុកទៅយកទៅវាយចូលអូខេចាបន្តមកទៀតគេឲ្យយើងផ្ទៀងផ្ទាត់មកតង់ទៀតលេខទូរស័ព្ទឃើញទេឲ្យលេខទូរស័ព្ទហ្នឹងគេនឹងផ្ញើចូលមកក្នុង SIM របស់យើងហើយយើងយកមកវាយចូលមកឃើញទេចូលបានហើយនេះអានេះគឺកម្មវិធី Telegram SIM របស់គេហ្មងណាបងប្អូនចាចុច start message នៅផ្ទៀងផ្ទាត់លេខទូរស័ព្ទមកតង់ទៀតចាអញ្ចឹងបងប្អូនវាយលេខទូរស័ព្ទមកតង់ទៀតមកហើយចុចពាក្យ continue ទៅអញ្ចឹងវិធីនេះគឺគេឲ្យយើងផ្ទៀងផ្ទាត់ពីរតង់មិញ email ឥឡូវនេះលេខទូរស័ព្ទឃើញទេចាចុច OK មក allo មកនិយាយទៅអានេះគឺ Telegram SIM តែម្ដងណាបងប្អូនអញ្ចឹងគឺបងប្អូន log in នៅលើ Safari ឬក៏ Chrome មកហើយសិនទៅចាំចូលមក app Telegram SIM ហ្នឹងបានវាឲ្យអញ្ចឹងណាអញ្ចឹងបងប្អូនសាកល្បងធ្វើអានេះខ្ញុំធ្វើឲ្យជោគជ័យហើយនេះខ្ញុំកំពុងថតឲ្យបងប្អូនហ្នឹងគឺនៅលើ Telegram SIM តែម្ដងណាឥឡូវចប់វិធីទី2ហើយអញ្ចឹងសម្រាប់អ្នកដែលគាត់អនុវត្តធ្វើហើយអូខេយើងចូលមកវិធីទី3សម្រាប់អ្នកដែលគាត់ធ្វើវិធីទី1ទី2ខាងលើអត់ជោគជ័យចាចូលមកវិធីទី3នេះធានាថាធ្វើបានតែម្ដងចាអញ្ចឹងបងប្អូនចូលមកកាន់ App Store ហើយបងប្អូន down យក app iMe AI Message Telegram AI Messenger ចាអញ្ចឹងវាយតាមខ្ញុំមក iMe AI Messenger នេះកម្មវិធីហ្នឹងណា app ហ្នឹងជា app ជំនួយរបស់ Telegram app អត់មានមេរោគទេបងប្អូនបញ្ជាក់ជូនណាយើង install ធម្មតាអញ្ចឹងមក
បច្ចៈជូន app មិនមានមេរោគទេមិនបាច់ភ័យថាប្រើ app នេះ app នោះចូលមេរោគអីគឺអត់ទេបងប្អូនមេរោគចូលតែតាម website មួយគត់ណាចាអញ្ចឹងហើយ app នេះក៏ខ្ញុំប្រើសារលបងហើយចាសុវត្ថិភាពអញ្ចឹងបងប្អូន download យក app ហ្នឹងមកនេះសម្រាប់អ្នកអស់ជំរឿសដែលគាត់ធ្វើវិធីទី1ទី2មិនអត់ជោគជ័យសោះអញ្ចឹងបងប្អូនធ្វើតាមវិធីទី3នេះមកដល់បានហើយ download ឲ្យបងប្អូនបើកមកអញ្ចឹងចូលមកភ្លាមចុច allow មួយទៅហើយចុចពាក្យ next ទៀត next តាមគេរហូតមកចុចពាក្យ next ហ្នឹងហើយ next មកទៀតមករហូត next រហូតមកដល់កន្លែងនេះចាបងប្អូនរងចាំបន្តិចគេឲ្យយើងមើលពាណិជ្ជកម្មមួយ plate កម្មវិធីហ្នឹងប្រើ free តែគេឲ្យយើងមើលពាណិជ្ជកម្មបន្តិចទេមិនជារំខានទេណាទេនេះបើសិនជាបងប្អូនអស់ជំរឿសធ្វើវិធីទី1ទី2អត់បានណាមើលពាណិជ្ជកម្មឲ្យចូលមកវាយលេខកូដយកហ្មងណាគេឲ្យយើងវាយលេខទូរស័ព្ទយើងដូចយើង log in លើ Telegram ធម្មតាអញ្ចឹងចាចុច continue ទៅហើយគេនឹងផ្ញើលេខកូដចូលមកលេខទូរស័ព្ទយើងហើយ SIM មកយើងហ្នឹងហើយយើងយកលេខកូដហ្នឹងវាយចូលធម្មតាអញ្ចឹងទៅដូចពីមុនអញ្ចឹងopen Telegram ទៅបានហើយអានេះយើងប្រើបានកម្មវិធី Telegram ហ្នឹងនៅលើ app iMe មិនអញ្ចឹងណាឃើញទេអត់មានអីខុសគ្នាបងប្អូនគឺ account របស់យើងហ្នឹងគាត់ថា app ហ្នឹងវាមានពាណិជ្ជកម្មតិចតួចចាណាអញ្ចឹង3វិធីនេះសុទ្ធតែខ្ញុំធ្វើឲ្យជោគជ័យឯងអញ្ចឹងបងប្អូនអនុវត្តទៅសារលបងទៅឲ្យស្វែងយល់វាបន្តិចចាហើយមានចម្ងល់អីបងប្អូន comment ខាងក្រោមបានណាអរគុណបងប្អូនអ្នកគ្នាសង្ឃឹមថាបងប្អូនអ្នកគ្នាទទួលបានបទពិសោធន៍ថ្មីក៏ដូចជាចំណេះដឹងថ្មីទៀតហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអរគុណបងប្អូនអ្នកគ្នា